chạp ban hay miền nè phú xe tiếp này nhà nè châu của mình mọc sẽ điên phú trọng mọc ôn phú trọng chứ cái đôi mẹ tài hồng từ này về tây dèm mọc trao sọ lương này anh ngao lại đây vì nó mách man và tham mọc sẽ điên anh nha ai mơ trong nhà trao sọ lương ai mơ mà anh sọ mai anh sọ lương mọc lấy nào sẽ điên anh mơ mọc mà vì đôi chứ mình sẽ điên tôi là so với mình đeo mình xin phải tri mới cái niềm bóng anh mơ lấy nào sẽ điên cái sự tài năng xem là ôn bụi chọn mọc sự điên cái này chứ tẹt bẩn như cái tên này bây giờ rừng chân vì tia nhai châu thôi về sự điên cái này vì đôi cái này tôi mẹ là bò vô lời bây giờ phụ chọn gì thì mỗi cứ việc còn rừng cháo chọn cái bột chân bột tê bò Mr. Kri nhưng score lại bài chỉ bóng ôn những phía trên quạt score tại mà cha quạt score này thì cho nên cha quạt score thằng Mr. Kri trên này thì Mr. Kri cứ chia creator của trên net phơi video hơi có chỉ chôn bò tê mà nè đại quạt ban phơi video bằng hai nhầm pi bờ tê cam chia từ cam bị phục lô ta mà đi ca phơi vlog ca thôi độ xem hơi quạt của miền song xa bỏ quạt mà nè phòng này còn ta thay mình chạy đần ban trời trao chọn của bộ đòi không của bộ bọc quạt miền cát từ này kia tại nhiên ban miền passport hay năng supply ai cái sao bọc quạt xây tiền có bắt tay cày pi Mr. Kri ban phô nửa lừa phê phơi cá hay ban phơi ai mà hai chôn chìm xe bom bồn không ai dương này scroll tam rồi vậy cả phơi videoរបស់ Mr. Kri បានជួយ share តគ្នាហើយក៏ធ្វើឲ្យលឺទៅដល់កម្លាំងសមត្ថកិច្ចជាពិសេសក្រមការចង្អុលបង្ហាញពីលោកពូជូនរិទ្ធស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាបងប្រុសបុត្រវណ្ណរដ្ឋដែលជាប្រធាននាយកដ្ឋានរងព្រំទាន់បានចាត់វិធានការបានន័យថាធ្វើការរយៈពេល3ម៉ោងហ្នឹងតែ3ម៉ោងទេ3ម៉ោងនោះបានន័យថាបំបែកសំណុំរឿងឬក៏បំបែកនៅភាពសង្ស័យដែលជន់ឆក់កាបូប Mr. Kri ហើយនឹងសង្សាររបស់គាត់ហ្នឹងគឺបាននាំខ្លួនមកកាន់នាយកដ្ឋានព្រំទាន់នៅអគ្គស្នងការឬក៏ក្រសួងមហាផ្ទៃចឹងបានន័យថាវាពិតជាលទ្ធផលដ៏គួរឲ្យស្ញាប់ស្ញើហើយសាទរមែនទែនចំពោះចំណាត់ការមួយនេះអានេះពូនិយាយមែនហ្នឹងចុយម្រាយចោលឆក់ហ្នឹងវាមានមិនបានខ្វល់ឬក៏មិនបានគិតថាជនបរទេស Mr. Kri ហ្នឹងបានជួយអីឬក៏ធ្វើអីដើម្បីជាមុខមាត់ប្រទេសដើម្បីជួយគេហៅថាផ្សព្វផ្សាយកម្ពុជាឲ្យពិភពលោកបានស្គាល់វាមានខ្វល់វាចោលសក់លឿងហ្នឹងអាហ្នឹងវាឆក់អាហ្នឹងហើយក៏ជាមុខសញ្ញាចាស់ទៀតតាមការសាកសួរចម្លើយពីកម្លាំងសមត្ថកិច្ចខាងនាយកដ្ឋានព្រំទាន់បានសួរថាមុខសញ្ញាហ្នឹងគឺមុខសញ្ញាជនគេហៅថាជនសង្ស័យហ្នឹងគឺជាមុខសញ្ញាចាស់ទៀតដែលធ្វើសកម្មភាពឆក់កាបូបទៅលើ Mr. Kri ហើយនឹងសង្សាររបស់គាត់ក៏ប៉ុន្តែក្រោយពី Mr. Kri បានដាក់ទីប្រឹងរយៈពេល3ម៉ោងហើយតាមរយៈការសៀរបស់បងប្អូនមហាជនបានធ្វើឲ្យកម្លាំងសមត្ថកិច្ចយើងគឺបំបែកសំណុំរឿងនេះទាន់ហេតុការណ៍ភ្លាមហើយ Mr. Kri ក៏បានអរគុណហើយសប្បាយចិត្តចំពោះការជួយរបស់កម្លាំងសមត្ថកិច្ចដែលបានយកកាបូបហើយនឹងឯកសាររបស់គាត់ផ្សេងបកគលជូនគាត់វិញយើងដឹងហើយថារឿងឆក់រឿងអីនេះវាអត់មានសំដៅថាអ្នកល្បីមិនល្បីខ្មែរឬបរទេសទេអញ្ចឹងបានន័យថាសកម្មភាពឆក់រាល់ថ្ងៃនេះគឺនៅតែបន្តកើតមានក៏ប៉ុន្តែគាត់ថាវាកាត់បន្ថយតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនមហាជនលោកយាយលោកតាអ៊ំពូមិញជាពិសេសអ្នកធ្វើដំណើរតាមផ្លូវអ្នកធ្វើជិះទៅគឺអ្នកជិះម៉ូតូហ្នឹងហ្មងប្រយ័ត្នមែនតើជាពិសេសគឺកាបូបហ្មងជួនកាលឆក់ហ្នឹងវាធ្វើឲ្យបាត់បង់អាយុជីវិតដូចយើងឃើញករណីជាក់ស្ដែងកន្លងទៅហើយទាញកាបូបទាញឲ្យដួលហើយធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតធ្វើឲ្យជនរងគ្រោះពិការនឹងហើយដោយសារតែអំពើឆក់ប្លន់ហ្នឹងនេះបើយើងគិតមែនតែនទៅថាតើយើងគួរតែដាក់ទោសយ៉ាងម៉េចឲ្យស័ក្តិសមនឹងអ្វីដែលវាបានធ្វើនេះចោលសក់លឿងនេះក៏ដួយម៉ាក់ចុយម្រាយទៅនេះយើងស្រឡាញ់ទឹកចិត្តបេះដូង Mr. Kri សូម្បីតែពូក៏ respect ចំពោះគាត់ដែរដែលគាត់ជាជនបរទេសប៉ុន្តែគាត់បានជួយធ្វើវីដេអូផ្សព្វផ្សាយទាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងនៅខេត្តសៀមរាបជាពិសេសប្រាសាទអង្គរវត្តហើយតាមបណ្ដាខេត្តដូចជាកំពង់សោមដូចអីទៅតាមតំបន់ទេសចរដែលគាត់បានធ្វើដំណើរទៅដល់គាត់ធ្វើវីដេអូរបស់គាត់ដែលមានអ្នក subscribe មានទាំងខ្មែរមានទាំងជនបរទេសប្រហែលចូលជាង2លានអ្នកជាងដែលមើលវីដេអូរបស់គាត់អញ្ចឹងបានន័យថាភាគច្រើនអ្នក subscribe របស់គាត់គឺជនបរទេសហើយគេស្គាល់កម្ពុជាតាមរយៈអ្វីដែលគាត់បានផ្សព្វផ្សាយបានបង្ហាញទៅកាន់ពិភពលោកតែគូវាមិនគូណាតែមានអាចោ500នេះអាចោសក់លឿងនេះវាមកធ្វើអំពើដល់ថោកទាបមិនគួរឲ្យកើតឡើងនេះអានេះសំណាងហើយដែលគាត់អត់មានគ្រោះថ្នាក់ជាមួយនឹងសង្សាររបស់គាត់បើមានគ្រោះថ្នាក់ថែមទៀតក្នុងនាមយើងជាប្រជាជនកម្ពុជាក្នុងនាមយើងជាម្ចាស់ប្រទេសយើងខ្មាស់គាត់ខ្មាស់គាត់ដែលគាត់បានជួយតឹងមិនមានអ្វីតបស្នងតឹងមិនទាមទារការផលតបស្នងទៅគាត់បែរជាធ្វើឲ្យគាត់បានន័យថាបាត់បង់នៅទ្រព្យសម្បត្តិយើងវាអាម៉ាស់ជាទីបំផុតក្នុងយើងជាប្រជាជនកម្ពុជាតែឥឡូវនេះសមត្ថកិច្ច
បានបំបែកសំណុំរឿងនឹងហើយក៏បានក្បួយអាចោលសក់លើនឹងចូលទៅពន្ធនាគារបាត់ហើយរញ៉ៃចូលគុកមួយហើយវាសំខាន់